នៅក្នុងคลิป70កន្លងទៅនេះលោកគ្រូបានលើកមកអត្ថាធិប្បាយបញ្យលឲ្យបានយល់ជាសង្ខេបអំពីថាតើផ្ទះដែលមានទ្វារនាគនិងទ្វារខ្លាគឺយើងសម្គាល់បែបណានៅក្នុងคลิปនេះលោកគ្រូនឹងលើកមកបញ្យលឲ្យយើងសម្គាល់ថែមទៀតថាតើបើផ្ទះនោះជាផ្ទះល្វែងតើយើងសម្គាល់ទ្វារនាគឬទ្វារខ្លារបៀបណាការដឹងគុណចំពោះបុព្វការីជនឪពុកម្ដាយលោកអ្នកទទួលបានតែសេចក្តីសុខសេចក្តីចម្រើនរក្សាសិល5បានខ្ជាប់ខ្ជួនលោកអ្នកទទួលបានតែសេចក្តីសុខគ្រប់ពេលវេលាជំរាបសួរលោកអ្នកដែលមានឈៀងចូលមកទស្សនាคลิปខ្លីៗរបស់គេអាសាលីវេវងជួយជំរាបសួរសិស្សគុណទាំងអស់នៅទូទាំងប្រទេសជាតិកម្ពុជាកាលពីคลิปទី70លោកគ្រូបានលើកមកបញ្យលការសង្កេតបែបងាយៗពាក់ព័ន្ធទៅនឹងទ្វារផ្ទះថាតើទ្វារនោះជាប្រភេទទ្វារខ្លាឬក៏ជាប្រភេទទ្វារនាគលោកគ្រូបានជម្រាបថាយើងអាចសង្កេតបានដោយងាយគឺយើងឈរនៅមុខផ្ទះហើយយើងសម្លឹងទៅក្នុងផ្ទះយើងឃើញទ្វារខិតទៅខាងស្ដាំដៃគេហៅថាទ្វារនាគបើទ្វារគេធ្វើខិតមកឆ្វេងដៃគេហៅថាទ្វារខ្លាប្រសិនបើធ្វើចំកណ្ដាលគេហៅថាទ្វារ50នាគទ្វារ50ខ្លាអត្ថន័យនៅពេលនោះលោកគ្រូបញ្យល់ថាបើសិនជាយើងឃើញទ្វារនៅខាងស្ដាំដៃជាទ្វារនាគអញ្ចឹងយើងអាចកំណត់សម្គាល់បានថាអ្នកដែលសម្រេចកិច្ចការក្នុងផ្ទះគឺប្តីតែបើយើងមើលទៅឃើញទ្វារនៅខាងឆ្វេងដៃយើងអាចយល់បានថាភរិយាគឺជាអ្នកសម្រេចកិច្ចការនៅក្នុងផ្ទះផ្ទុយមកវិញប្រសិនបើយើងឃើញទ្វារនោះនៅចំកណ្ដាលគេហៅទ្វារខ្លានិងទ្វារនាគមានន័យថាផ្ទះនោះគឺគ្រប់គ្រងដោយប្តីនិងប្រពន្ធ 50% ម្នាក់ពោលគឺមានការអ្វីប្តីប្រពន្ធជជែកគ្នាក្រោយពីជជែកគ្នាបានជាលទ្ធផលទើបអាចសម្រេចរួមបានគ្រាន់តែប៉ុណ្្នឹងឯងនៅក្នុងคลิปនេះលោកគ្រូបានលើកយកសំណួរអ្នកឈៀងចូលមកទស្សនាคลิปលោកគ្រូពាក់ព័ន្ធទាំងទ្វារនាគទ្វារខ្លានេះបានលើកជាសំណួរថាឃើញតែលោកគ្រូបញ្យលអំពីទ្វារនាគនិងទ្វារខ្លាសម្រាប់ក្នុងន័យគាត់ចង់ដឹងថាតែសម្រាប់ផ្ទះវិឡាឬផ្ទះទោលចុះបើសិនជាផ្ទះនោះជាផ្ទះល្វែងវិញតើយើងសង្កេតរបៀបម៉េចហើយបើសិនជាផ្ទះល្វែងអត់របងទៅទៀតតើយើងសង្កេតរបៀបណាគឺជាការងាយស្រួលដូចគ្នាចូលពិនិត្យនិងពិចារណាតាមអ្វីដែលលោកគ្រូរាប់រៀបហើយនឹងនាំយកទៅសង្កេតមើលថាតើត្រូវឬខុសផ្ទះទាំងឡាយណាដែលជាផ្ទះល្វែងនៅក្នុងស្រុកខ្មែរបច្ចុប្បន្នផ្ទះល្វែងច្រើនតែធ្វើជាគ្រោងឆ្អឹងដែកទ្វារកញ្ចក់ផ្ទះខ្លះ4ផ្ទាំងខ្លះ6ផ្ទាំងតែมันសំខាន់ទេចូលអ្នកសង្កេតមើលទ្វារនោះថាតើទ្វារ2សន្លឹកនៅកណ្ដាលដែលគេសម្រាប់បើកចេញចូលប្រចាំថ្ងៃបើករុញទៅស្ដាំដៃឬទៅឆ្វេងដៃអញ្ចឹងយើងមកសង្កេតទាំងអស់គ្នាទ្វារដែកកញ្ចក់នៃផ្ទះល្វែងទាំងឡាយណានៅពេលដែលយើងដើរចូលទៅនឹងចាប់កាច់សោរុញទៅខាងស្ដាំគេសម្គាល់ថានោះជាទ្
ទ្វារនេះបើដើរចូលទៅសោនៅខាងឆ្វេងដៃបើកចូលទៅរុញទៅឆ្វេងដៃគេហៅថាទ្វារខ្លានេះគឺជាការកត់សម្គាល់ដែលក្បួនខ្នាតបានប្រាប់ឲ្យយើងដឹងហើយយើងគួរយកទៅពិចារណាទាំងអស់គ្នាទ្វារផ្ទះនាគខ្លាគ្រាន់តែជាចំណែកមួយនៅខាងក្រៅមានកត្តាច្រើនទៀតដែលយើងចាំបាច់ត្រូវសិក្សារៀនសូត្រការកែក្បួនគេអាសាសលីវែនហ្វុងជួយឲ្យទៅផ្ទះនីមួយៗគឺមានកត្តាច្រើនយ៉ាងណាស់បើលើកយកមកជម្រាបមួយដងគឺមិនចប់កាលណាជម្រាបច្រើនពេកទៅជាដូចណែនាំឲ្យធ្វើចំពោះក្បួនខ្នាតគេអាសាសលីវែនហ្វុងជួយគឺមិនដែលណែនាំឲ្យនរណាម្នាក់កែផ្ទះដោយខ្លួនឯងទេមូលហេតុកាលណាយើងកែខុសបញ្ហាគឺធ្លាក់ទៅលើម្ចាស់ផ្ទះឯបាបកម្មគឺធ្លាក់មកលើលោកគ្រូហេតុនេះសូមឲ្យយើងតាមដានឃ្លីបលោកគ្រូឲ្យជាប់ជាប្រចាំលោកគ្រូនឹងឲ្យទស្សនៈងាយយល់ខ្លះសម្រាប់យើងថ្ងៃនេះលោកគ្រូសូមបញ្ចប់ឃ្លីបត្រឹមនេះសូមអរគុណសូមជម្រាបលា